សួស្តីអ្នកនរគ្នាថ្ងៃនេះឆ្លៀតចេញពីការងារបានចូលទៅថតរូបឬក៏ដូចជាវីដេអូមួយចំនួនពាក់ព័ន្ធទៅនឹងស្ទឹងសៀមរាបដែរអ្នកនរគ្នាមករយៈនេះយើងឃើញថាភ្លៀងខ្លាំងមែនទែននៅសៀមរាបអញ្ចឹងជាហេតុធ្វើឲ្យនៅកន្លែងខ្លះហ្នឹងក៏វាលិចអញ្ចឹងណាតំបន់ទៀបអញ្ចឹងទៅក៏វាលិចអញ្ចឹងទៅដោយសារការកើតឡើងនៃទឹកភ្លៀងអញ្ចឹងណាភ្លៀងភាគច្រើនភ្លៀងពេលល្ងាចទៀតពេលយប់ទៀតអញ្ចឹងណាបងប្អូនហើយភ្លៀងខ្លាំងទៀតជាទូទៅគឺភ្លៀងជាទូទៅគឺក្បាលល្ងាចម៉ោង6រហូតដល់រិចហ្មងព្រោះអីរហូតដល់ម៉ោងប្រហែលជាម៉ោង4ម៉ោង5ភ្លឺក៏មានរំដាច់គ្រាប់អញ្ចឹងណាប៉ុន្តែគាត់ថាវាមិនមែនជាភ្លៀងចិត្តភ្លៀងប្រយអញ្ចឹងរហូតប្រែករហូតអញ្ចឹងបងប្អូនអញ្ចឹងចុះឆ្លៀតបានចេញពីកន្លែងការងារទៅក៏ថតស្ទឹងសៀមរាបអ្នកនរគ្នាមើលទៅទាំងអស់នេះគឺជាទស្សនវិជ្ជាស្ទឹងសៀមរាបគឺនិយាយថាទឹកជាព្រៀបម្ដងអ្នកនរគ្នាហើយទឹកល្អមែនតើអត់មានសម្រាមទេអ្នកនរហើយទេសភាពតាមដងស្ទឹងនេះគឺសោះស្អាតមែនតើអ្នកនរគ្នាហើយនេះគឺជាផ្នែកខាងលើស្ទឹងសៀមរាបជាទូទៅដោយអ្នកដែលធ្លាប់តាមដានវីដេអូខ្ញុំធ្លាប់ដឹងហើយព្រោះខ្ញុំបានថតចំណុចជាច្រើននៅក្នុងដងស្ទឹងសៀមរាបអញ្ចឹងណាកន្លែងមានទាំងកន្លែងដើរលេងកន្លែងញ៉ាំអីពេលល្ងាចពេលអីចឹងទៅប្រាប់បងប្អូននេះប៉ុន្តែខ្ញុំមិនធ្វើជាមិនដែលបានថតកន្លែងនេះប្រាប់បងប្អូននេះប៉ុន្តែគាត់ជិះមកទៅឃើញទេសភាពស្អាតក៏ថតចែកបងប្អូននេះទៅឲ្យស្ងាត់ YouTube ពេកចឹងបងប្អូននេះខ្ញុំជួយចិត្តបញ្ចេញលេងបែបរៀលបងប្អូននេះអត់ប្របាក់មានអី effect អីច្រើនអ្នកនេះនេះគឺទស្សនវិជ្ជាតាមផ្លូវផ្នែកបរិវេណផ្លូវខាងនៃដងស្ទឹងសៀមរាបនៅផ្នែកខាងលិចអ្នកនេះប្រហែលជាមកហើយផ្លូវអាចទិសដែរអ្នកនេះប៉ុន្តែគាត់ថានៅតាមដងផ្លូវនេះគេលក់ដូរលក់អីចឹងទៅអ្នកនេះមានលក់កាហ្វេចឹងដែរអ្នកនេះចង់មកញ៉ាំកាហ្វេនៅហ្នឹងក៏បានដែរមើលទេសភាពទឹកហូរទឹកអីចឹងអាចស្ទូចត្រីក៏បានធ្វើអីបងត្រីក៏បានដែរបងប៉ុន្តែទឹករៀងហូរខ្លាំងដែរហើយប៉ុន្តែទឹកមើលទៅដូចជ្រៅជាងមុននេះព្រោះគេតំស្ដារៀងតំចាក់ច្រាំងហើយច្រាំងស្ទឹងហើយណាទឹកហូររៀងលឿនដែរនេះខ្ញុំក៏ថតប្រហែល7នាទីដែរ6 7នាទីដែរនេះបង្ហាញនេះឃើញស្រាប់ហើយលយមែនតើនេះនិយាយរួមទៅក្នុងអំឡុងខែ10ខែ9ខែ10ហ្នឹងគឺពេញហើយគឺសៀមរាបគឺពេញភ្លៀងដល់អ្នកនរប្រសិនបើអ្នកចង់មកទស្សនាពីខេត្តសៀមរាបខែ9ខែ10ហ្នឹងគឺល្អមែនតើសម្រាប់អ្នកចូលចិត្តទេសភាពសំប្រងអីចឹងទៅភ្លៀងអីចឹងទៅលីឡំនឹងបរិយាកាសត្រជាក់អីចឹងអ្នកនរនេះអញ្ចឹងហើយតែកុំភ្លេចថាពាក់អាវភ្លៀងពាក់អីផងព្រោះអីភ្លៀងខ្លាំងភ្លៀងអីចឹងអាចល្ងាអាចកាត់កូនអីចឹងទៅទេសភាពនេះគឺច្រាំងដែលគេតំធ្វើហើយស្អាតនេះមានដើមក្រោមដើមចន្ទ្រីអញ្ចឹងទៅនេះខ្ញុំអត់មានវីដេអូអីបញ្ចូលសម្រាប់ជាលក្ខណៈចូល play effect sound នេះទេប៉ុន្តែគាត់ថានិយាយតាមការយកឃើញអ្វីដែលឃើញជាក់ស្ដែងនៅក្នុងវីដេអូនេះតំដងអ្នកនរនេះគេថាទេសភាពស្មានខ្ញុំថតដល់ខ្ទង់ម៉ោង11ជាងដែរ11ជាងដែរ1:20 ទី20ដល់30ហ្នឹងទេប៉ុន្តែគាត់ថាស្ងប់ស្ងាត់ទៅអ្នកនេះដើមឈើត្រជាក់ពណ៌ខៀវស្ងាត់ចឹងណានិយាយរួមទៅទស្សនវិជ្ជាគឺខែនេះគឺស្រស់ស្អាតសម្រាប់ខ្ញុំគឺរីកមិនឲ្យអ្នកនរគ្នាមកទស្សនាខែនេះបើតែវាពិបាករឿងភ្លៀងបន្តិចមែនប៉ុន្តែវាអត់មានជាបញ្ហាសម្រាប់អ្នកដែលគាត់ចូលចិត្តដើរលេងទេអ្នកនរនេះវាអត់មានជាណាមួយក្នុងអំឡុងខែនេះផងគឺសម្បូរថ្ងៃ holiday ច្រើនថ្ងៃបុណ្យទានសម្រាប់ច្រើនអញ្ចឹងយើងអាចមកទស្សនាខេត្តសៀមរាបផងដូចគេហៅថាគេមានពាក្យ slogan គេមួយថាអីគេ like her សៀមរាប heal ចា trend ពាក្យ trend ថ្មីរបស់គេអញ្ចឹងអ្នកនរប៉ុន្តែអាចវាជាផ្នែកមួយដែលសម្រាប់អ្នកនរក្នុងការបន្ធូរអារម្មណ៍អីចឹងទៅអ្វីដែលឃើញជាប្លែកអញ្ចឹងទៅសម្រាប់ធ្វើសោះស្រាយអារម្មណ៍អីទៅពីយើងធ្វើការអស់ពេលជាយូរអញ្ចឹងទៅហើយយើងក៏អាចបានសម្រាប់ឲ្យដើមហើយទៅមានអបជាមានដើមឈើអមសងខាងមានប្រាសាទលេងប្រាសាទស្ដាប់សត្វយំអីចឹងទៅឥឡូវដូចមាននៅ
មានសัตว์មានអីទៀតនៅកោចឹងអាចទៅមើលបានជាផ្សេងភ័យទាំងដល់ហើយអាចទៅទស្សនានៅទីនោះហើយប៉ុន្តែគាត់ថារាំងដកដង្ហើមទឹកសុំអ្នកនរនេះពួករាំងបញ្ចូលសលេងទៅរាំងដកដង្ហើមអត់តន់គ្នាចឹងដកដង្ហើមមួយសិនអ្នកនរគ្នាជាស្រ័យហើយនិយាយរួមទៅតិចដល់អ្នកនរគ្នាហើយឥឡូវតាមមាត់ស្ទឹងគេលក់កាហ្វេច្រើនអាចអ្នកនរគ្នាអាចញ៉ាំកាហ្វេបានហើយវីដេអូនេះមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកនរគ្នាអាចជួយចុច Subscribe និង Like វីដេអូនេះដើម្បីខ្ញុំអាចមានថតរូបទឹកស្អាតចែកជូនអ្នកនរមើលអ្នកគ្នាឃើញជាក់ស្ដែងទឹកស្អាតមែនទេអត់មានសម្រាប់ទេអ្នកនរគ្នាស្អាតហើយអ្នកគ្នាអាចមកលេងមកគយគន់ដងស្ទឹងសៀមរាបផងអ្នកគ្នាហើយញ៉ាំកាហ្វេនៅតាមមាត់ស្ទឹងទៅឆ្ងាញ់មែនទែនអ្នកគ្នាអាចញ៉ាំបានលក់កាហ្វេអីជាមួយនឹងអារម្មណ៍ប្លែកតទៅពីយើងស្មុគស្មាញធ្វើការងារនៅទីក្រុងអស់មួយរយៈ